សួស្តីបងប្អូនទាំងអស់គ្នាក៏លេចមកមើលប្រភេទវីដេអូមួយនៅតែល្អសម្រាប់យើងធ្វើសម្រាប់ channel YouTube របស់យើងគឺតាក់ទងទៅនឹងវីដេអូបែបចម្រៀង album គឺយើងធ្វើចម្រៀងច្រើនគុំចូលគ្នាបន្ទាប់មកយើង upload ចូលទៅក្នុង channel YouTube របស់យើងមួយរយៈមុនគឺផ្ទុះខ្លាំងមែនតើការធ្វើវីដេអូបែបហ្នឹងប៉ុន្តែឥឡូវនេះឃើញស្ងាត់ប៉ុន្តែទោះបីជាយ៉ាងណាគឺនៅតែរកចំណូលបានគួរសមទោះបីជាយ៉ាងណានៅតែមានអ្នកស្ដាប់នៅចម្រៀងរបស់យើងអញ្ចឹងបើសិនបើក្នុងករណីដែលបងប្អូនទាំងអស់គ្នាចង់ធ្វើវីដេអូបែបជា album ងាយស្រួលខ្ញុំនឹងបង្ហាញពីវិធីសាស្ត្រនៃការធ្វើនៅក្នុងវីដេអូនេះមុននឹងចាប់ផ្ដើមបើសិនបើបងប្អូនមិនទាន់ចុច Subscribe Channel របស់ខ្ញុំទេសូមជួយចុចម្នាក់មួយទៅដើម្បីទទួលបានមេរៀនថ្មីកលឹះថ្មីខ្ញុំចែកចម្លែកនៅក្នុង Channel នេះបងប្អូនទាំងគ្នាអញ្ចឹងរបៀបនៃការបង្កើតចម្រៀងរបៀបនៃការតែសេជា lyric ខ្ញុំមានវីដេអូចាស់ៗរបស់ខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នារួចរាល់ហើយបងប្អូនអាចមើលវីដេអូចាស់ៗរបស់ខ្ញុំដែលខ្ញុំបានបង្ហោះចូលទៅក្នុង Channel YouTube នេះដែលឡែកខ្ញុំនឹងប្រាប់ពីរបៀបនៃការធ្វើរៀបចំធ្វើយ៉ាងណាដើម្បីឲ្យមើលទៅស្អាតតាក់ទាញជាក់ស្ដែងបងប្អូនមើលគំរូគេធ្វើបែបនេះឃើញទេមាន2ម៉ោងអីយ៉ាងទៅណាមាន10ម៉ោងអីយ៉ាងទៅមាន1ម៉ោង2ម៉ោងអីយ៉ាងទៅណាគេដាក់ប្រមាណបទបងប្អូនអាចមើលគំរូតាមហ្នឹងយើងចង់ធ្វើអានឹងដូចគេដែរណាឥឡូវយើងធ្វើបែបម៉េចអូខេអញ្ចឹងជំនាញដំបូងគឺបងប្អូនគ្នាចូលមកក្នុង CapCut ដើម្បីធ្វើការរៀបចំវីដេអូឬក៏ edit វីដេអូដែលខ្ញុំបង្ហាញបងប្អូនអរគ្នាគឺមាន10បទហើយនឹងខ្ញុំមានរូបថតមួយស្លឹកបែបនេះអូខេអញ្ចឹងខ្ញុំចាប់រូបថតមួយស្លឹកចូលអូខេអញ្ចឹងខ្ញុំចាប់ខ្ញុំដាក់ចម្រៀងមួយបទចូលអូខេតើមកខ្ញុំដាក់បទទី2គុំចូលគ្នាអញ្ចឹងមកឃើញទេអូខេទី3យើងមានប្រមាណបទយើងដាក់មកទាំងអស់តែម្ដងណាយើងចង់ធ្វើប្រមាណបទក៏បានដែរកាន់តែវែងកាន់តែល្អគឺគេចូលចិត្តស្ដាប់ជាទូទៅគឺនៅបរទេសគឺចូលចិត្តស្ដាប់បែបបំពេអារម្មណ៍ដើម្បីឲ្យគេលក់ស្រួលឬក៏តាមហាងកាហ្វេឬក៏តាមកន្លែងណាដែលទីប្រជុំជននេះគេស្ដាប់ទៅគឺ romantic មែនទេអូខេអញ្ចឹងយើងតម្រៀបគ្នាបែបហ្នឹងបងប្អូនណាតម្រៀបគ្នាបែបហ្នឹងអញ្ចឹងជំហានបន្ទាប់យើងចាប់ផ្ដើមទៅសេអក្សរអញ្ចឹងយើងចាប់ផ្ដើមយក text ឡើងនេះបងប្អូនទៅសេអក្សរមកបងប្អូនចាប់ទាញអស់ណាទាញអស់បែបនេះអញ្ចឹង text ទី1យើងដាក់ទី1តមកយើងដាក់ថាយើងមើលនេះយើងដាក់តបទទី1អីគេនេះបទទី1អូខេអញ្ចឹងបទទី1ឈ្មោះអីយើងដកគេមកថា the miss style អូខេឧទាហរណ៍ខ្ញុំដាក់បែបហ្នឹងដាក់ទូចអូខេយើងមកដាក់កន្លែងនេះមកនេះកន្លែងនេះអូខេកន្លែងហ្នឹងយើងដាក់ទូចតិចទៀតក៏បានមកសមរម្យអូខេអញ្ចឹងយើងនេះcopy ខ្ញុំផាសអូខេអញ្ចឹងយើងបទទី2ណាបទទី2នេះអូខេអញ្ចឹងយើងចាប់ទាញក្រោមនេះមកអូខេឥឡូវនេះយើងដាក់ទី2អូខេដាក់ទី2តមកទី2ជាមួយគេ evergreen អូខេអូខេ evergreen ហ្នឹងទៅណាអូខេយើងតម្រៀបបែបហ្នឹងមកតម្រៀបបែបហ្នឹងណាអូខេអញ្ចឹងចំណុចបទចម្រៀងទី3អូខេយើងផាសមកចំឡើងនេះអូខេនេះទី3អញ្ចឹងយើងបានតម្រៀបនៅចំណងជើង10បទរួចរាល់ហើយនៅក្នុង album របស់យើងអញ្ចឹងបើសិនបើយើងដាក់បែបហ្នឹងដូចជាអត់សូវស្អាតទេខ្ញុំមានវិធីសាស្ត្រមួយទៀតបង្ហាញបងប្អូនអរគ្នាគឺបែបនេះបងប្អូនណាយើងធ្វើយ៉ាងពេញស្អាតជាងណាពេញនិយមអញ្ចឹងយើងធ្វើបែបនេះយើងចាប់ទាញឲ្យស្មើមកអូខេចាប់ទាញឲ្យស្មើបែបហ្នឹងណាស្មើគ្នាទាំងអស់ចាំមើលគឺស្អាតមកអូខេអញ្ចឹងបងប្អូនទាំងគ្នាយើងមើលបទទី1បទទី1កន្លែងនេះបងប្អូនទាំងគ្នាយើងប្រើជាមួយនឹង style text តិចមកអូខេយើងប្រើរូបបែបនេះឬក៏បែបនេះឬក៏បែបនេះអូខេអាស្រ័យទៅលើបងប្អូនទាំងគ្នាមួយទៀតបងប្អូនអាចដូរជា font អក្សរឥឡូវយើងដូរជា font អក្សរសិនយើងដាក់ font អក្សរឲ្យវានេះតិចមកតែយើងដាក់បែបនេះអូខេបែបនេះអញ្ចឹង
នៅពេលដែលវា play អូខេមកដល់ត្រឹមនេះយើងផ្ដាច់ចម្រៀងទី1បងប្អូនផ្ដាច់មកយ៉ាងឡើយនេះយើងយកធម្មតាវិញណាយើងយកធម្មតាវិញចូលណានវិញឃើញទេយ៉ាងពេលដែលយើងមកនេះដល់ធម្មតាឃើញទេយើងដូរបទចម្រៀងទី2បទចូលទី2បងប្អូនផ្ដាច់ឡើយនេះបងប្អូនយកអានេះវិញឃើញទេចាំមើល play ទៅចាំមើលដល់បទហ្នឹងអូខេដល់យើងឡើងនេះគេលោតមកឡើងទី2គេនេះ style ឡើងហ្នឹងយើងធ្វើបែបហ្នឹងណាអូខេបងប្អូនខ្ញុំគិតថាបងប្អូនយល់យើងខ្ញុំបង្ហាញមួយទៀតយើងមកដល់ចប់បទទី2ហ្នឹងអូខេបងប្អូនផ្ដាច់ចេញយើងបងប្អូនមកឡើងនេះបងប្អូនផ្ដាច់មកផ្ដាច់ឡើងនេះបងប្អូនយកណានវិញអូខេអញ្ចឹងទី2ចប់ចូលទី3អញ្ចឹងបងប្អូនឡើងនេះយើងចាប់ផ្ដើមដាក់បទទី3វិញអូខេយើងឡើងនេះយើងដាក់បែបនេះមកឃើញទេចាំមើលចប់ទី2អូខេចូលទី3ឃើញទេអញ្ចឹងនេះគឺជាtechnique ដែលក៏ការរៀបចំឲ្យបានស្អាតមួយទៀតបងប្អូនទាំងគ្នាបងប្អូនចូលមកកន្លែង sticker នេះបងប្អូន scroll មកក្រោមយើងរក voice រលកសំឡេងណាឬក៏បងប្អូនទៅធ្វើយើងក៏បានដែរនេះ voice wave នេះអូខេអញ្ចឹងបងប្អូនរករបស់ free មកឧទាហរណ៍យកមួយនេះមកប្រើអូខេមួយនេះអញ្ចឹងយើងដាក់កន្លែងនេះដាក់ខាងដើមនេះហើយនេះខ្ញុំបង្រួមឲ្យទូខ្ញុំដាក់ខាងចុងនេះខាងចុងនេះអូខេដាក់ទូដាក់នេះមកអញ្ចឹងយើងដាក់មកកន្លែងនេះអូខេអញ្ចឹងពេលដែលបទចម្រៀងទី1វានៅកន្លែងបទចម្រៀងទី1នៅតែពេលដែលបទចម្រៀងទី2បងប្អូន copy paste អូខេអញ្ចឹងយើងយកមកបទចម្រៀងទី2វិញអូខេនេះវិញឃើញទេអញ្ចឹងទី1បងប្អូនណាឃើញទេវាមានតំណាងថាកំពុងតែលេងចម្រៀងទី2អូខេឥឡូវនេះយើងចូលមកទី3វិញឃើញទេលយមែនតើអញ្ចឹងនេះគឺជាវិធីសាស្ត្រតិចៗមើលទៅមានភាពតាក់ទាញឬក៏ចាប់អារម្មណ៍នេះគឺជាអ្វីដែលខ្ញុំចង់ចែកចម្លែកបងប្អូនទាំងអស់គ្នាក្នុងការរៀបចំអាល់ប៊ុមបទចម្រៀងឲ្យថ្មីប្លែកស្អាតអញ្ចឹងខ្ញុំគិតថាបងប្អូនមួយចំនួនថាជាបានចាប់អារម្មណ៍ឬក៏បងប្អូនមួយចំនួនថាជាអាចថាធ្វើទៅគឺតម្រៀបយកមកអូខេខ្ញុំផាសមួយទៀតអូខេឥឡូវនេះមកយើងដាក់បទទី3យ៉ាងមកណាអូខេនេះមើល play ទីដល់នេះបទទី3យ៉ាងទៅហើយតកតងទៅនឹង voice ហ្នឹងបងប្អូនស្រឡាញ់មួយណាបងប្អូនយកមួយនឹងទៅណាអាស្រ័យទៅលើបងប្អូនទាំងគ្នាទេនៅនេះមាន free មានទិញមានអីយ៉ាងទៅណាចឹងបើសិនបើយើងប្រើ account free អូខេយកមើលរបស់ free យ៉ាងទៅណាអាស្រ័យទៅលើបងប្អូនទាំងគ្នាចង់បានមួយណាទេអានេះជាការបង្ហាញរបស់ខ្ញុំអញ្ចឹងនេះគឺជា technique នៃការរៀបចំ album បទចម្រៀងឲ្យបានស្អាតហើយឲ្យមានភាពតាក់ទាញអ្វីសំខាន់គឺបទចម្រៀងរបស់យើងហើយអ្វីសំខាន់គឺរូបភាពដាក់តាមស្លាកទៅបានហើយអត់មានអីខ្វល់ខ្វាយច្រើនទេបងប្អូនប្រើតាមស្លាកហ្នឹងគឺជាការស្រេចនេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាក្នុងការធ្វើឲ្យបងប្អូនមួយទៀតអាចដាក់ចូលជា effect នេះបងប្អូនមើលមាន effect អីខ្លះដាក់ញាក់ដាក់អីចឹងទៅដាក់អីចឹងណាអាស្រ័យទៅលើបងប្អូនទាំងអស់គ្នាឆ្នៃទេដើម្បីមានភាពតាក់ទាញណាហ្នឹងហើយអ្វីសំខាន់ធ្វើឲ្យវីដេអូរបស់យើងមានគុណភាពប្រូហើយមានភាពតាក់ទាញហើយគេអាចនឹងចូលចិត្តស្ដាប់លំលួចឲ្យត្រូវបត់ជាមួយនឹង set ត្រូវបត់ជាមួយនឹង romantic ឲ្យត្រូវបត់ជាមួយនឹងការជឿចាប់អីចឹងទៅហ្នឹងហើយជាស្ដាយបងប្អូនអាចមើលគំរូនៅក្នុង channel YouTube ណាមួយបងប្អូនអាចធ្វើលំនាំតាមគេអញ្ចឹងទៅណាហ្នឹងហើយអាចថាមើលគេធ្វើតមកយើងឆ្នៃខ្លួនឯងហើយរៀបចំអាល់ប៊ុមខ្លួនឯងឲ្យមានភាពតាក់ទាញហ្នឹងហើយនេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញលើកទឹកចិត្តបងប្អូនទាំងគ្នាក្នុងការធ្វើហើយប្រភេទវីដេអូមួយណាក៏ល្អដែរឲ្យតែបងប្អូនទាំងគ្នាព្យាយាមធ្វើពីព្រោះធ្វើ YouTube មិនប្រកាសថាទទួលបានផលភ្លាមទេបងប្អូនណាត្រូវចាំ6ខែក៏ថាបានមួយឆ្នាំក៏ថាបានឬក៏ភ័ព្វសំណាមួយខែ2ខែក៏ថាបានដែរហ្នឹងហើយអ្វីសំខាន់គឺព្យាយាមអ្វីសំខាន់គឺប្រភេទ content វីដេអូល្អតាក់ទាញហើយជាប្រភេទវីដេអូមួយដែលជាតម្រូវការក្នុងការមើលប្រចាំថ្ងៃជាក់ស្ដែងដូចចម្រៀងនេះគេត្រូវការគេងគេត្រូវការ relax គេត្រូវការស្ដាប់ពេលញ៉ាំកាហ្វេពេលលំហែពេលអីហ្នឹងគឺសិតតែត្រូវហើយហ្នឹងហើយប្រភេទវីដេអូមួយណាក៏ល្អដែរឲ្យតែជាប្រយោជន៍ជាការអប់រំហើយផ្ដល់នៅកម្រិតល្អហ្នឹងហើយអូខេបងប្អូនទាំងគ្នាខ្ញុំគិតថាបងប្អូនទាំងអស់គ្នាយល់របៀបនៃការធ្វើវីដេអូបែបនេះ
សម្រាប់ upload ចូលទៅក្នុង channel YouTube ខ្ញុំនៅមានអីចែកចម្លែកបងប្អូនទាំងអស់គ្នាបន្តទៀតអរគុណគ្រប់លាជួបគ្នានៅវីដេអូក្រោយ